Đây, chỉ điều xưa có mai băng phone bây giờ là kia và ngày này ngày sai ngày trong đấy dân ai màuคุยโฆษณามอนตีกับงานบ่យើងណាដែលយើងចិញ្ចឹមរាល់ថ្ងៃគឺវាតែងតែផ្ដល់នូវផលប្រយោជន៍ដល់យើងចឹងឯងអញ្ចឹងមិនសិនតែយើងមិនខំប្រឹងទេយើងពឹងតែទៅលើប្រាក់ចំណូលមួយមុខគឺទៅរួចឯងដូចបច្ចុប្បន្នគឺយើងត្រូវពឹងផ្អែកចំណូលយ៉ាងតិច3ទៅ4មុខទៅអាចទប់ទល់ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នយើងឃើញថាសេដ្ឋកិច្ចបច្ចុប្បន្នណាមិនថាសេដ្ឋកិច្ចមិនថាបញ្ហាផ្សេងទេវាតែងតែកើតឡើងជារឿយធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពផ្ទាល់របស់ប្រជាកសិកររបស់យើងមិនថាខ្ញុំថាគេទេបើសិនជាបានកសិផលឬក៏អ្វីដែលយើងបានចិញ្ចឹមគឺបានតម្លៃរៀងខ្ពស់គឺសប្បាយចិត្តមែនតើណាសប្បាយចិត្តណាទីបើសិនជាបាន1គីឡូត្រឹម30000 40000 50000អីគឺអស់តោះហ្មងហើយមនដូចគ្នាដែរណាមនបើសិនជាឲ្យតម្លៃកសិករដល់15000 67000 7ក៏គ្មានកសិករណាបោះបង់ដែរតែដោយសារឈ្មួញជីជូទៅចាប់ឲ្យធូរថ្លៃពេកណាកាលណាចាប់ធូរថ្លៃពេកគ្នាមានលុយណាទិញចំណីហើយចំណីពេលចំណីឡើងមនទាដែរឡើងឯងតាមត្រង់ទៅអូខេអរគុណច្រើនជម្រាបលា